ឈប់សិនលោកគិតថាខ្ញុំអាចធ្វើជាមន្ត្រីផ្នែកក្បាច់គុណទេលោកមន្ត្រីខ្សែក្រវ៉ាត់ខ្មៅច្បាស់ណាស់គ្រាន់តែឃើញចំណងជើងយើងបានគិតស្រមៃទៅដល់ឈុតឆាកវាយតប់សឹងតែល្អមុនបាត់ទៅហើយព្រោះតែចំណងជើងបង្ហាញពីលក្ខណៈនៃតួអង្គឯករបស់យើងជាមនុស្សពូកែក្បាច់គុណនិងរស់រាយហើយក៏ជាមន្ត្រីបម្រើប្រជារាស្ត្រទៀតផងគឺមន្ត្រីផ្នែកក្បាច់គុណសាច់រឿងនិយាយអំពីបរិសុទ្ធសង្ហាម្នាក់ឈ្មោះលីចុងដូជាបរិសុទ្ធចូលចិត្តធ្វើអ្វីដែលធ្វើខ្លួនឯងបានសប្បាយរីករាយចូលចិត្តជួបជុំមិត្តភ័ក្តិលេងហ្គេមក៏ដូចជាហាត់ក្បាច់គុណថ្ងៃមួយគេបានឃើញសកម្មភាពប៉ូលីសកំពុងតាមចាប់អ្នកទោសក្រៅឃុំម្នាក់ដោយឃើញប៉ូលីសពិបាកទប់ទល់ចុងដូបានប្រើក្បាច់គុណដែលខ្លួនបានហាត់ចូលទៅជួយចុងដូបានទទួលការកោតសរសើរពីមន្ត្រីប៉ូលីសហើយក៏មានប្រធានគ្រប់គ្រងម្នាក់បានណែនាំឲ្យចុងដូយល់ធ្វើជាមន្ត្រីផ្នែកក្បាច់គុណជំនួសមន្ត្រីម្នាក់ដែលមានរបួសលោកបានដាក់ពាក្យជាមន្ត្រីផ្នែកក្បាច់គុណតើសារខ្សែក្បាច់បីតាំងកំពុងជួយក្រុមក្បាច់គុណតែបានលោកខេនយូខាងលក្ខណៈបានលោករបស់ចុងដូដែលមានតួនាទីគ្រប់គ្រងតាមដានលើអក្រិតជនដែលបន្ទាប់ពីបានអនុវត្តច្បាប់ក្នុងគុករួចហើយពួកគេត្រូវតាមមើលបន្ថែមនៅក្រៅឃុំដោយម្នាក់ត្រូវពាក់ខ្សែជើងដែលភ្ជាប់ដោយ GPS នៅពេលខ្សែជើងអស់ថាមពលថ្មមន្ត្រីសាងល្បងឬមន្ត្រីក្បាច់គុណត្រូវខំតំណែងតំណងទៅពួកគេឲ្យបញ្ចូលថ្មខ្សែជើងបានពួកគេរឹងរូសមិនស្ដាប់ឬបង្កបញ្ហាផ្សេងមន្ត្រីសាងល្បងឬមន្ត្រីក្បាច់គុណអាចចុះទៅដែលផ្ទាល់បានដែលអាចមានអំពើហិង្សាកើតឡើងផងដែរតាំងចង់ដូចជួបអក្រិតជនបែបណាខ្លះតាំងគេចូលចិត្តធ្វើការងារនេះដែរឬទេសម្រាប់ខ្សែភាពយន្តនេះវានឹងធ្វើឲ្យយើងចូលទៅតាមអារម្មណ៍ដកដៃគគុករបស់តួឯងដែលធ្វើឲ្យកំហឹងឡើងខ្លាំងព្រោះតែអក្រិតជនទាំងនោះបានធ្វើរឿងដ៏ហួសហេតុខុសខើមិនអាចអត់ឱនបានភាពយន្តដ៏ល្អដែលប្រិយមិត្តគួរទស្សនាមួយនេះកំពុងឡើងសន្ទុះល្បីខ្លាំងដែលទទួលបានពិន្ទុវាតម្លៃជុំវិញពិភពលោក 6.8 លើ 10 ពី IMDb ចង់ដឹងដំណើររឿងទាំងមូលយ៉ាងណានោះសូមចូលទស្សនាទាំងអស់គ្នាដោយមានបញ្ចូលសំឡេងជាភាសាខ្មែរនៅលើ website KH Diamond